មានមនុស្សច្រើនដូចជាខ្ញុំដែលកំពុងតែរកខ្លួនឯងអត់ឃើញសួស្តីអ្នកទាំងអស់គ្នាចូលមកលក្ខណៈវីដេអូជាផ្លូវការបន្តិចជាមួយនឹងខ្ញុំខ្ញុំណែនាំឈ្មោះខ្លួនឯងគឺឈ្មោះម៉ារីហើយខ្ញុំមានគ្រួសារហើយមានកូន2នាក់កូនប្រុស1កូនស្រី1អញ្ចឹងខ្ញុំចូលមកនេះកំពុងតែមានបញ្ហាមួយដែលកំពុងតែកើតឡើងហើយមិនសម្រាប់ខ្ញុំទេខ្ញុំគិតថាមានមនុស្សច្រើនដូចជាខ្ញុំដែលកំពុងតែរកខ្លួនឯងអត់ឃើញបងប្អូនទាំងអស់គ្នាខ្ញុំចង់និយាយបន្តិចអំពីខ្លួនខ្ញុំបន្តិចដែលខ្ញុំកំពុងតែធ្វើវីដេអូរាល់ថ្ងៃហ្នឹងគឺកំពុងតែវល់ជាមួយនឹងវីដេអូរបស់ខ្លួនឯងអត់ទាន់ដឹងថាខ្លួនឯងហ្នឹងផលិតវីដេអូអីឲ្យប្រកបគឺមានន័យថាខ្ញុំធ្វើនេះបន្តិចនោះបន្តិចចឹងណាអញ្ចឹងវាធ្វើឲ្យអ្នកដែលតាមដានទស្សនាមើលវីដេអូរបស់ខ្ញុំគាត់អត់ដែរ share សោះគាត់អត់ដែរ share គាត់គ្រាន់តែមើលអញ្ចឹងមានតែមិត្តភ័ក្តិចិត្តស្និទ្ធមកនេះដែលគាត់ចូល comment ឬក៏ like អីចឹងណាខ្ញុំគិតថាមកពីវីដេអូរបស់ខ្ញុំធ្វើអត់ទាន់ត្រឹមត្រូវខ្ញុំគិតថាវីដេអូរបស់ខ្ញុំនេះវាអត់ពេញចិត្តនៅអ្វីដែលខ្ញុំធ្វើចឹងណាចង់និយាយថាខ្ញុំអត់ពេញចិត្តជាមួយនឹងវីដេអូដែលខ្ញុំធ្វើរាល់ថ្ងៃហើយសម្រាប់នៅ Facebook គាត់ទទួលស្គាល់ខ្ញុំហើយ account របស់ខ្ញុំគឺអាចរកលុយបានមានន័យថាគាត់ស្គាល់ពីយើងហើយថា account យើងផុសលក្ខណៈពីគ្រួសារធ្វើម្ហូបហើយនឹងវីដេអូទូទៅប៉ុន្តែសម្រាប់ខ្លួនខ្ញុំផ្ទាល់ខ្ញុំអត់ចង់ឲ្យក្នុង account របស់ខ្ញុំមានដែលពុបពេញថាយើងធ្វើនេះតិចនោះតិចពេលដែលយើងបើកមកវាញញ៉ៃអញ្ចឹងview របស់ខ្ញុំបានតិចមែនតើប៉ុន្តែគាត់ខ្ញុំរកលុយបានប៉ុន្តែរកបានតិចប៉ុន្តែគេហៅវីដេអូរបស់ខ្ញុំអត់ដែរផ្ទុះហើយក៏អត់មានដែរមានអ្នក share ដែរមានអ្នក share មួយគត់គឺប្តីរបស់ខ្ញុំគាត់ចូល share វីដេអូរបស់ខ្ញុំរហូតអញ្ចឹងវាធ្វើឲ្យសម្រាប់ខ្ញុំអត់ចង់នៅកម្រិតប៉ុណ្ណឹងខ្ញុំចង់មាននៅកម្រិតមួយទៀតអញ្ចឹងអ្នកដែលកំពុងតែជួបប្រទះដូចខ្ញុំគិតថាមានច្រើនអ្នកដែលកំពុងតែវីដេអូរបស់យើងអត់ផ្ទុះហើយយើងព្យាយាមធ្វើនេះធ្វើនោះបន្តិចប៉ុន្តែហត់ដូចគ្នាប៉ុន្តែវីដេអូរបស់យើងអត់គេហៅថាអត់ផ្ទុះអត់មានអ្នក share អីចឹងណាអញ្ចឹងវីដេអូមួយនេះខ្ញុំចង់និយាយអំពីអ្នកដែលកំពុងតែជួបបញ្ហាដូចខ្ញុំអញ្ចឹងខ្ញុំងាកមិញហ្នឹងខ្ញុំអង្គុយញ៉ាំបាយមួយគ្រួសាររបស់ខ្ញុំគាត់ឲ្យកំណត់របស់ខ្ញុំឲ្យកំណត់គាត់ហ្នឹងមកកាន់ខ្ញុំអញ្ចឹងល្អមែនតើកំណត់របស់គាត់ហ្នឹងគាត់ចែកចាយមកកាន់យើងអំពីខ្ញុំចំណាយពេលច្រើនជាមួយនឹងកិច្ចការងារដែលខ្ញុំធ្វើវីដេអូហងមើលកូនហងប៉ុន្តែអ្វីដែលខ្ញុំទទួលផលមកវិញវាអត់ស្មើគ្នាជាមួយនឹងពេលវេលារបស់ខ្ញុំធ្វើអញ្ចឹងណាអញ្ចឹងខ្ញុំអត់ចង់ឲ្យពេលវេលារបស់ខ្ញុំដែលខ្ញុំចំណាយជាមួយនឹងការផុសវីដេអូច្រើនជាមួយនឹងវីដេអូច្រើនប៉ុន្តែយើងអត់មាននៅ quality យើងអត់មាននៅគេហៅថាវីដេអូដែលល្អហើយចែករំលែកចំណេះដឹងដល់អ្នកដទៃអញ្ចឹងណាអញ្ចឹងយើងម្នាក់មានចំណេះដឹងរៀងខ្លួនហើយក៏គេហៅថាបទពិសោធន៍រៀងខ្លួនអញ្ចឹងកុំយកអាបទពិសោធន៍របស់យើងឬក៏ចំណេះដឹងរបស់យើងនឹងទុកចោលគឺយើងចែករំលែកអ្នកដែលគាត់កំពុងតែជួបបញ្ហាអីផ្សេងអញ្ចឹងទៅអញ្ចឹងអ្នកទាំងអស់គ្នាជួយ share វីដេអូរបស់ខ្ញុំហើយក៏ជួយ like ជួយ comment ដើម្បីឲ្យខ្ញុំមាននៅកម្លាំងចិត្តដើម្បីធ្វើវីដេអូបន្តទៀតហើយនឹងឲ្យវាច្បាស់ជាវីដេអូដែលយើងស្រឡាញ់ហើយចែករំលែកទៅដល់អ្នកដទៃជួយដល់គេដែរអញ្ចឹងណាហើយមួយទៀតខ្ញុំកំពុងតែរកខ្លួនឯងឲ្យឃើញខ្ញុំអត់ចង់ធ្វើវីដេអូដែលអ្នកតាមដានមិត្តភ័ក្តិរបស់ខ្ញុំមានអារម្មណ៍ថាធុញទ្រាំណាគាត់មើលវីដេអូដែរហើយអត់ជួយឲ្យគាត់សោះហើយវាញញ៉ៃទៀតណាមួយក្នុង account របស់ខ្ញុំញញ៉ៃមែនតើអញ្ចឹងខ្ញុំនឹងព្យាយាមធ្វើវីដេអូឲ្យល្អឲ្យអ្នកទាំងអស់គ្នាបានទទួលចំណេះដឹងបន្ថែមទៀតហើយនឹងវីដេអូដែលគេហៅថារកខ្លួនឯងឲ្យឃើញដែរឲ្យខ្ញុំពេញចិត្តចំណាយពេលដែលខ្ញុំធ្វើលះបង់ពេលវេលារបស់ខ្ញុំប៉ុន្តែវីដេអូហ្នឹងលះបង់ពេលវេលារបស់យើងមែនតែមានន័យសម្រាប់អ្នកទាំងអស់គ្នាដែលមើលហើយគាត់ទទួលបានអារម្មណ៍ល្អអញ្ចឹងខ្ញុំអត់មានអីច្រើនទេខ្ញុំគ្រាន់តែអរគុណសម្រាប់ពេលវេលាកន្លងមកដែលអ្នកទាំងអស់គ្នាមើលវីដេអូខ្ញុំពីដើមមកច្រើនមានលាយ
ចូលគ្នាច្រើនអញ្ចឹងណាអញ្ចឹងខ្ញុំនឹងព្យាយាមធ្វើវីដេអូឲ្យល្អឲ្យអ្នកទាំងអស់គ្នាបានមើលឲ្យច្បាស់ហើយខ្ញុំក៏អត់មើលវីដេអូញញ៉ៃច្រើនដែរអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាកុំភ្លេចម្ដងទៀតកុំភ្លេច follow account របស់ខ្ញុំហើយ like share បន្តទៀតអរគុណច្រើនបាយបាយ